ថ្ងៃមួយជាថ្ងៃដែលអមេរិកកម្មទម្ងន់ធ្ងន់ធ្ងរបានធ្លាក់មកដល់គ្រួសារនេះ David អត់ថ្នាំខ្លាំងពេករហូតដល់ស្មារតីវង្វេងវង្វាន់និងគ្រប់គ្រងខ្លួនឯងមិនបានគេដើរចូលទៅក្នុងបន្ទប់ម្ដាយដើម្បីស្វែងរកលុយយកទៅទិញថ្នាំពេលម្ដាយឃើញហើយក៏ព្យាយាមឃាត់និងទូន្មានប្រដៅដោយទឹកភ្នែក David ដែលខឹងច្រឡោតនិងខ្វះស្មារតីផងនោះក៏បានប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើអ្នកមានគុណគេបានរុញម្ដាយដួលទៅនឹងជ្រុងទូយ៉ាងខ្លាំងធ្វើឲ្យម្ដាយបោកក្បាលនឹងកែមឈើនិងបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមជីវិតពិតជួនកាលវាសាហាវជាងខ្សែភាពយន្តទៅទៀតបងប្អូនទាំងអស់គ្នាអើយថ្ងៃនេះខ្ញុំមានរឿងពិតដ៏ឈឺចាប់មួយរឿងទៀតហើយដែលចង់យកមកចែករំលែកជាមេរៀនជីវិតនៃពាក្យថាញៀនថ្នាំតើមានធ្លាប់ដឹងទេថាតើសេចក្តីវិនាសហិនហោចរបស់គ្រួសារមួយកើតចេញពីអ្វីថ្ងៃនេះសូមតាមដានស្ដាប់រឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ជាមួយខ្ញុំហើយផ្ដល់ចម្លើយទាំងអស់គ្នាណាក្មេងប្រុសម្នាក់នោះមានឈ្មោះថា David ជាសិស្សថ្នាក់ទី12នៅវិទ្យាល័យមួយកន្លែងកាលពីដំបូងឡើយគេជាក្មេងប្រុសស្ងៀមស្ងាត់រៀនពូកែនិងតែងតែជួយការងារផ្ទះម្ដាយជានិច្ចគ្រប់គ្នានៅក្នុងភូមិសុទ្ធតែសរសើរមិនដាច់ពីមាត់ថាគាត់ជាកូនប្រុសដ៏ល្អនិងជាទីទុកចិត្តរបស់គ្រួសារប៉ុន្តែនៅពេលដែលគេធំធាត់ឡើងការផ្លាស់ប្ដូរតូចតាចក៏បានកើតឡើង David បានរាប់អានខុសក្រុមហើយក៏ត្រូវពួកមិត្តភ័ក្តិខិលខូចអូសទាញឲ្យចូលក្នុងពិភពដ៏ខ្មៅងងឹតនៃគ្រឿងញៀនដំបូងឡើយគ្រាន់តែសាក់លបងលេងៗតាមមិត្តភ័ក្តិតែយូរៗទៅវាក៏ក្លាយជាការញៀនស្អិតរមួតដែលមិនអាចផ្ដាច់បានពេលគេគ្មានលុយទិញថ្នាំជក់ David ចាប់ផ្ដើមផ្លាស់ប្ដូរអាកប្បកិរិយាពីក្មេងប្រុសស្លូតបូតទៅជាមនុស្សខូខើគេចាប់ផ្ដើមចេះលួចលុយពីកាបូបម្ដាយម្ដងបន្តិចលួចលក់សម្ភារៈមានតម្លៃក្នុងផ្ទះយកទៅប្ដូរយកថ្នាំញៀនម្ដាយរបស់ David ដែលជាស្ត្រីមេផ្ទះដ៏ស្លូតបូតនិងស្រឡាញ់កូនខ្លាំងបំផុតគាត់តែងតែយំនិងលួងលោមសុំឲ្យកូនឈប់ប្រព្រឹត្តរឿងបែបនេះគាត់អត់ទោសឲ្យ David ម្ដងហើយម្ដងទៀតព្រោះតែពាក្យថាជាម្ដាយប៉ុន្តែ David ដែលត្រូវថ្នាំគ្រាប់សង្កត់លើខួរក្បាលអស់ទៅហើយលែងដឹងខុសត្រូវលែងស្គាល់បុណ្យបាបអ្វីទាំងអស់ថ្ងៃមួយជាថ្ងៃដែលអមេរិកកម្មទម្ងន់ធ្ងន់ធ្ងរបានធ្លាក់មកដល់គ្រួសារនេះ David អត់ថ្នាំខ្លាំងពេករហូតដល់ស្មារតីវង្វេងវង្វាន់និងគ្រប់គ្រងខ្លួនឯងមិនបានគេដើរចូលទៅក្នុងបន្ទប់ម្ដាយដើម្បីស្វែងរកលុយយកទៅទិញថ្នាំពេលម្ដាយឃើញហើយក៏ព្យាយាមឃាត់និងទូន្មានប្រដៅដោយទឹកភ្នែក David ដែលខឹងច្រឡោតនិងខ្វះស្មារតីផងនោះក៏បានប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើអ្នកមានគុណគេបានរុញម្ដាយដួលទៅនឹងជ្រុងទូយ៉ាងខ្លាំងធ្វើឲ្យម្ដាយបោកក្បាលនឹងកែមឈើនិងបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមពេលឃើញម្ដាយដេកស្ដោកក្នុងថ្លុកឈាមស្មារតីរបស់ David ក៏បានភ្ញាក់រលឹកឡើងវិញគេបានស្រែកយំយ៉ាងបាក់ទឹកចិត្តអោនអបសពម្ដាយទាំងរន្ធត់និងញ័រខ្លួនទៅទ្រើកប៉ុន្តែអ្វីវាហួសពេលទៅហើយព្រោះជីវិតអ្នកម្ដាយមិនអាចត្រឡប់មកវិញបានឡើយប៉ូលីសបានមកដល់ហើយ David ក៏ត្រូវគេចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារក្នុងនាមជាឃាតករសម្លាប់ម្ដាយបង្កើតរបស់ខ្លួនឯងនៅក្នុងគុកងងឹតរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ David ត្រូវរងការឈឺចាប់និងការស្ដាយក្រោយយ៉ាងខ្លាំងក្រៃលែងជារៀងរាល់ថ្ងៃរូបគេគ្មានពេលលះហើយណាដែលមិនបានយំសោកស្ដាយចំពោះកំហុសដែលខ្លួនបានសាងនោះឡើយគ្រប់ពេលដែលបិទភ្នែកគឺឃើញរូបភាពម្ដាយដែលត្រូវគេធ្វើបាបរហូតដល់ស្លាប់រហូតដល់ថ្ងៃដែល David ត្រូវរួចទោសនិងចេញពីពន្ធនាគារវិញពិភពលោករបស់គេបានប្រែជាប្រផេះសូន្យសងឪពុករបស់គេដែលត្រូវរងទុក្ខវេទនាឈឺថ្កាត់និងចាស់ជរាដោយសារតែវិបត្តិគ្រួសារមួយនេះកំពុងរស់នៅម្នាក់ឯងទាំងលំបាកវេទនាពេលដែល David វិលត្រឡប់មកផ្ទះវិញឪពុកមើលមុខគេដោយក្រសែភ្នែកខកចិត្តឈឺចាប់និងស្អប់ខ្ពើមប៉ុន្តែពេលនេះ David មិនមែនជាក្មេងប្រុសប្រព្រឹត្តខុសដូចមុនទៀតនោះទេគេបានបដិញ្ញាចិត្តយ៉ាងមុតមាំលះបង់ចោលនៅរាល់គ្រឿងញៀនទាំងស្រុងជារៀងរហូត David បានលុតជង្គង់សុំខមាទោសពីឪពុកទាំងទឹកភ្នែកជោគមុខហើយចាប់ផ្ដើមយកចិត្តទុកដាក់មើលថែទាំឪពុកដែលចាស់ជរាឈឺថ្កាត់ទាំងថ្ងៃទាំងយប់គេខំប្រឹងធ្វើការងារហត់នឿយប៉ុណ្ណាក៏ដោយដើម្បីរកលុយទិញថ្នាំនិងម្ហូបអាហារមកបម្រើឪពុករាល់អំពើល្អនិងការយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្ររបស់ David ទីបំផុតបានធ្វើឲ្យឪពុកដាច់ចិត្តអត់ទោសឲ្យកូនប្រុសម្នាក់នេះវិញទោះបីជាស្នាមរបួសក្នុងចិត្តមិនអាចលុបបំបាត់បានទាំងស្រុងក៏ដោយបងប្អូនទាំងអស់គ្នាអើយរឿងរ៉ាវរបស់ David មួយនេះគឺជាមេរៀនដ៏ក្រហាយក្រហុកនិងជាអគ្គិភ័យដ៏សាហាវបំផុតដែលបានបំផ្លាញសុភមង្គលនិងជីវិតអ្នកមានគុណដោយសារតែគ្រាប់ថ្នាំពិសសូមចងចាំទុកថាគ្រឿងញៀនមិនធ្លាប់ផ្ដល់សុភមង្គលដល់នរណាម្នាក់ឡើយវាមានតែការបំផ្លិចបំផ្លាញទឹកភ្នែកនិងការស្ដាយក្រោយអស់មួយជីវិត
សូមកុំសាក់លបងហើយជួយថែរក្សាខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ឲ្យបានល្អប្រសិនបើបងប្អូនពេញចិត្តនៅរឿងរ៉ាវអប់រំមួយនេះកុំភ្លេចជួយចុច like share និង subscribe ដើម្បីទទួលបានរឿងពិតអប់រំថ្មីៗប្លែកៗជាច្រើនទៀតសូមអរគុណច្រើននិងជម្រាបលា